ប្រាសាទតាក្របីប្រាសាទតាក្របីមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកត្រង់ព្រំប្រទល់កម្ពុជាថៃក្នុងភូមិសែនមនោរម1ឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានចម្ងាយប្រមាណ12គីឡូម៉ែត្រភាគខាងកើតប្រាសាទតាមាន់ធំនិងចម្ងាយប្រមាណ6គីឡូម៉ែត្រភាគអាគ្នេយ៍ភូមិបាក់ដៃខេត្តសុរិន្ទប្រទេសថៃនៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំងលោកអេជែនអៃម៉ាញ៉េនិងលោកលូណេដេឡាសុងខ្ជាគេកត់ត្រាឈ្មោះប្រាសាទនេះថាព្រះឥសីឬព្រះឫស្សីប៉ុន្តែឈ្មោះដែលអ្នកស្រុកខ្មែរហៅបច្ចុប្បន្នគឺតាក្របីហើយជនជាតិថៃហៅប្រាសាទនេះថាតាខ្វាយយើងមិនមានភស្តុតាងអ្វីដែលអាចពន្យល់អំពីឈ្មោះតាក្របីនេះឲ្យបានច្បាស់លាស់ឡើយប៉ុន្តែយើងអាចសន្និដ្ឋានថាកាលពីមុនមកនៅទីនេះអាចមានចម្លាក់ព្រះយមគង់នៅលើសត្វក្របីក៏អាចថាបានប្រាសាទតាក្របីចាប់ផ្ដើមមានអ្នកស្គាល់ច្រើនកាលពីជាង10ឆ្នាំមុនក្នុងពេលដែលខ្មែរនិងថៃមានការប៉ះទង្គិចផ្នែកយោធានៅព្រំដែនតាមបណ្ដោយជួរភ្នំដងរែកប៉ុន្តែបើយើងយោងទៅតាមឯកសាររបស់អ្នកស្រាវជ្រាវជនជាតិបារាំងប្រាសាទនេះធ្លាប់បានសិក្សាខ្លះនិងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌតាំងពីចុងសតវត្សទី19ដើមសតវត្សទី20មកម្លេះពោលគឺគ្រាន់តែគេបានកត់ឈ្មោះប្រាសាទនេះថាព្រះឥសីឬព្រះឫស្សីការរៀបចំប្លង់ប្រាសាទតាក្របីមានលក្ខណៈខុសគ្នាឆ្ងាយពីប្រាសាទមួយចំនួនដែលស្ថិតនៅមិនឆ្ងាយពីគ្នាដូចជាប្រាសាទតាមាន់ធំនិងប្រាសាទចានជាដើមប្រាសាទតាក្របីជាប្រភេទសំណង់ទោលសាងសង់ឡើងអំពីថ្មភក់ដែលមានរាង4ជ្រុងស្មើហើយភ្ជាប់គ្នាដោយសំណង់គោបុរៈលយចេញទៅទិសទាំង4បង្កើតបានជាប្លង់មួយប្រភេទដែលគេស្គាល់ថាប្លង់រាងកាកបាទឬប្លង់រាងខ្វែងជើងក្អែកមានកម្ពស់ប្រមាណ25ម៉ែត្រប្រាសាទតាក្របីមានការរៀបចំប្លង់ស្រដៀងប្រាសាទព្រះថ្កោលស្ថិតនៅក្នុងក្រុមប្រាសាទបាកានក្នុងស្រុកសង្គមថ្មីខេត្តព្រះវិហារដែលជាប្រាសាទស្ថិតនៅក្នុងរចនាបថបាយ័នរជ្ជកាលព្រះបាទជ័យវរ្ម័នទី7យើងសង្កេតឃើញថានៅលើជញ្ជាំងយ៉នៃគោបុរៈមានរៀបចំជាកូនបង្អួចសងខាងគ្រប់មុខទាំង4ថែមទៀតផងក្នុងនោះប្រាសាទតាក្របីសាងសង់មិនទាន់រួចរាល់ដល់ឡើយទេព្រោះដូចដែលបានឃើញយ៉ាងច្បាស់ថានៅលើប្រាង្គប្រាសាទទាំងមូលមានតែថ្មភក់ដែលមិនទាន់ឆ្លាក់ចេញជាក្បាច់លម្អអ្វីឡើយពោលគឺគ្រាន់តែបានដាប់ថ្មឲ្យចេញជារូបរាងហោជាងឬផ្ដែរទ្វារប៉ុណ្ណោះអ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសនោះគឺប្រាង្គប្រាសាទទាំងមូលកសាងគ្របពីលើលឹងធម្មជាតិមួយដែលជាប្រភេទថ្មភ្នំនៅទីនោះស្រាប់ពោលគឺមានលក្ខណៈដូចទៅនឹងប្រាសាទភ្នំឈ្ងោកខេត្តកំពតដែលបានកសាងឡើងតាំងពីចុងសតវត្សទី6ដើមសតវត្សទី7មកម្លេះត្រង់ចំណុចនេះវាមិនមានអ្វីចម្លែកនោះទេត្បិតការជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយគេច្រើនតែជ្រើសរើសយកទីតាំងណាដែលពាក់ព័ន្ធទៅនឹងជំនឿដែលមាននៅទីនោះស្រាប់ជាពិសេសគឺរូងភ្នំលើភ្នំឬថ្មដែលមានរាងដូចលឹងជាដើមព្រោះគេជឿថាកន្លែងទាំងនោះជាជម្រករបស់ពួកអាទិទេពគង់នៅលឹងធម្មជាតិដែលស្ថិតនៅខាងក្នុងប្រាសាទតាក្របីនេះគឺជាភស្តុតាងដ៏សំខាន់មួយដែលគេសន្និដ្ឋានថាប្រាសាទនេះជាសំណង់ព្រហ្មញ្ញសាសនាដែលស្ថិតនៅក្នុងនិកាយសីវៈពោលគឺសំណង់ព្រះឥសូរជាមួយគ្នានេះតាមគំរូប្លង់ដែលមានច្រកចូលគ្រប់ទិសទាំង4របស់ប្រាសាទយើងអាចនឹកឃើញដល់ប្រាសាទសម្បូរតួប៉ម N1 នៅតំបន់ប្រាសាទសម្បូរព្រៃគុកដែលជាប្រាសាទមានទ្វារចូល4មុខដូចគ្នាក៏ជាប្រាសាទឧទ្ទិសដល់ព្រះឥសូរដូចគ្នាដែរកន្លងមកគេមិនធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទនេះឡើយម្ល៉េះហើយអាយុកាលនិងព័ត៌មានទូទៅរបស់ប្រាសាទតាក្របីគេពុំអាចដឹងបានច្រើនឡើយក្នុងឯកសារមួយចំនួនគេបានកត់ត្រាថាប្រាសាទនេះទំនងកសាងឡើងនៅរវាងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី1ឬព្រះបាទស្រីឧទ័យទិត្យវរ្ម័នទី2ដែលគេយោងទៅលើប្លង់ប្រាសាទនេះមានលក្ខណៈដូចទៅនឹងប្លង់ប្រាសាទបន្ទាយស្រីដំដែកនិងប្លង់ប្រាសាទតាកែវស្ថិតនៅក្នុងខេត្តសៀមរាបប៉ុន្តែបើសិនយើងពិនិត្យមើលលើការរៀបចំប្លង់ប្រាសាទរាងកាកបាទឬរាងខ្វែងជើងក្អែកគឺពុំមានការពេញនិយមឡើយនៅក្នុងសតវត្សទី11ជាក់ស្ដែងប្រាសាទតាមាន់ធំដែលស្ថិតនៅខាងលិចប្រាសាទតាក្របីប្រមាណ12គីឡូម៉ែត្រមានប្លង់រាង4ជ្រុងស្មើនិងមានយ៉រវែងលយទៅខាងមុខដែលជាលក្ខណៈទូទៅនៃប្លង់ប្រាសាទនៅក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី1ពោលគឺមានលក្ខណៈខុសគ្នាទាំងស្រុងជាមួយប្រាសាទតាក្របីអ្វីដែលយើងអាចប្រៀបធៀបបាននោះ
ការរៀបចំប្លង់និងទម្រង់ក្បាច់លម្អទូទៅរបស់ប្រាសាទតាក្របីគឺមានលក្ខណៈដូចគ្នាច្រើនជាមួយប្រាសាទមួយចំនួនក្នុងរចនាបថអង្គរវត្តនិងរចនាបថបាយ័នហេតុដូច្នេះហើយយើងអាចសន្និដ្ឋានបឋមថាប្រាសាទតាក្របីជាស្ថាបត្យកម្មព្រហ្មញ្ញសាសនានិកាយសីវៈដែលទំនងកសាងឡើងនៅរវាងចុងសតវត្សទី11ដល់សតវត្សទី13ហើយជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយស្ថិតនៅតាមបណ្ដោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅកាន់តំបន់ភិមយៈដែលគេស្គាល់ថាផ្លូវពីយ័ព្យបន្ថែមពីនេះទៀតតាមការសិក្សារបស់លោកអេជិនអៃបញេបានបង្ហាញថាទីតាំងនេះមាននៅសល់បំណែកកុលាលភាជន៍បុរាណជាច្រើនថែមទៀតផងជាពិសេសនៅត្រង់200ម៉ែត្រខាងកើតប្រាសាទតាក្របី